យ៉ាន់ម៉ាគឺជាប្រទេសក្រីក្របំផុតមួយនៅអាស៊ានប៉ុន្តែប្រទេសនេះបានកសាងវិស័យការពារជាតិដ៏រឹងមាំបំផុតមួយនៅក្នុងតំបន់កងកម្លាំងមុតស្រួចមីយ៉ាន់ម៉ាមិនមែនកើតចេញពីទ្រព្យសម្បត្តិទេប៉ុន្តែមកពីយុទ្ធសាស្ត្រយោធាដែលបានបង្កើតឡើងអស់រយៈពេលជាង70ឆ្នាំយោងតាមអង្គភាពវិបត្តិអន្តរជាតិ ICG សសរស្តម្ភចម្បងរបស់ប្រទេសមីយ៉ាន់ម៉ាគឺភាពរឹងមាំនៃស្ថាប័នការពារជាតិចាប់តាំងពីឆ្នាំ1948កងកម្លាំងថាត់ម៉ាដាវបានកសាងខ្លួនឯងយ៉ាងរឹងមាំមុនពេលកសាងរដ្ឋាភិបាលមីយ៉ាន់ម៉ាបានដួលរលំម្ដងហើយម្ដងទៀតក៏ប៉ុន្តែប្រព័ន្ធបញ្ជាការភស្តុភារនិងសាលានីតិហ៊ានមីយ៉ាន់ម៉ានៅតែរស់រានមានជីវិតពីវិបត្តិនយោបាយគ្រប់បែបយ៉ាងមេរៀនសម្រាប់ប្រទេសដទៃគឺត្រូវតែរៀបចំស្ថាប័នការពារជាតិឲ្យបានរឹងមាំតជំនាន់សសរស្តម្ភទី2របស់យោធាមីយ៉ាន់ម៉ាគឺបទពិសោធន៍សមរភូមិក្រុមទ័ពថាត់ម៉ាដាវបានប្រយុទ្ធជាមួយនឹងកងកម្លាំងទ័ពព្រៃនិងក្រុមបះបោដូចជាខាឈិនខារ៉ែនសានមូននិងរ៉ាក់ស៊ីនអស់រាប់ទសវត្សរ៍ដោយបង្កើតកងពលថ្មើរជើងដ៏រឹងមាំបំផុតនៅក្នុងសមរភូមិមេរៀនសម្រាប់ប្រទេសដទៃគឺត្រូវតែបន្តពង្រឹងសមត្ថភាពទ័ពនិងជួយលើកស្ទួយជីវភាពទ័ពឲ្យស័ក្តិសមទៅនឹងតួនាទីការពារជាតិសសរស្តម្ភទី3របស់មីយ៉ាន់ម៉ាគឺការពឹងផ្អែកលើខ្លួនឯងទណ្ឌកម្មរបស់លោកខាងលិចក្នុងទសវត្សរ៍ឆ្នាំ1980-1990បានបង្ខំឲ្យមីយ៉ាន់ម៉ាអភិវឌ្ឍរោងចក្រផលិតអាវុធកាប៉ាសាយោងតាមស៊ីវរីមីយ៉ាន់ម៉ាអាចផលិតកាំភ្លើងវែងកាំភ្លើងត្បាល់គ្រាប់រំសេវនិងកែលម្អរថពាសដែកដោយខ្លួនឯងក្រោយមកទៅចិនរុស្ស៊ីឥណ្ឌានិងប៉ាគីស្ថានលក់យន្តហោះប្រយុទ្ធនិងឧទ្ធម្ភាគចក្ររាប់រយគ្រឿងឲ្យមេរៀនសម្រាប់ប្រទេសដទៃគឺត្រូវតែវិនិយោគទៅលើការផលិតសម្ភារៈការពារជាតិមូលដ្ឋាននៅក្នុងស្រុកដូចជាដ្រូនគ្រាប់បែកប្រព័ន្ធទំនាក់ទំនងនិងការថែទាំសព្វាវុធទោះយ៉ាងណាមីយ៉ាន់ម៉ាក៏នៅមានចំណុចខ្សោយជាច្រើនដឹកនាំដោយរបបផ្ដាច់ការយោធាកងទ័ពមីយ៉ាន់ម៉ាជាអ្នកគ្រប់គ្រងអណ្ដូងរ៉ែធនាគារប្រេងឥន្ធនៈនិងទូរគមនាគមន៍ដែលស្រោបដោយអំពើពុករលួយនេះបើយោងទៅតាមបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិស្ដីពីមីយ៉ាន់ម៉ាមេរៀនសម្រាប់ប្រទេសដទៃគឺត្រូវពង្រឹងកិច្ចការពារជាតិដោយតម្លាភាព